ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺថាខ្ញុំមកចាប់ខ្យងដោយសារមេធ្លាក់ភ្លេងពីដើមមកនោះវារៀងច្រើនខ្លាំងដែរពីថ្ងៃហើយនេះរឿងថ្ងៃអាសីឥឡូវក៏នាំប្រពន្ធមកចាប់ខ្យងរំលឹកអនុស្សាវរីយ៍ចាស់ៗដែលកាលពីនៅគ្រាមុនហើយបងប្អូនណាខ្លះចូលចិត្តចាប់ខ្យងហ្នឹងណាចេញមុខមកអ្នកដែលចូលចិត្តចាប់ខ្យងទាំងអស់គ្នាទៅពេលមានខែធ្លាក់ភ្លេងទឹកជន់ទឹកអីណាបងប្អូនពុកម៉ែគឺថាខ្ញុំមើលខ្ញុំដើរចាប់ខ្យងហ្នឹងហើយមកដូចសប្បាយឡើងមែនតើហើយគឺថារំភើបចាប់ខ្យងបានបន្តិចឲ្យគេថតឲ្យមើលនេះថតឲ្យមើលផងនេះខ្យងយើងបានច្រើននេះបានច្រើនហើយខ្យងចាប់បានបន្តិចដែរហើយក៏មានមើលភ្លេងអានេះចេញមកថតនេះគឺថាភ្លេងអត់ទាន់ដាច់ទេភ្លេងតែហែយើងឃើញថាយើងវាបានមកលេងទឹកភ្លេងផងអីផងឲ្យចាប់ខ្យងក៏សប្បាយបងប្អូននេះអត់ឃើញស្រាប់នេះសប្បាយផងអផងគឺថាងាកបង្ហាញនេះរំភើបហើយខ្ញុំខានមកចាប់ខ្យងនេះយូរហើយដោយសារតែថ្ងៃនេះគឺថាធ្លាក់ភ្លេងខ្លាំងដែរក៏ឆ្លៀតមកចាប់ដែរណាមួយចង់បានវីដេអូផងហើយខ្ញុំខំប្រឹងធ្វើវីដេអូឲ្យបងប្អូនមើលប្លែកចម្លែកអារម្មណ៍នេះខ្ញុំគិតថាខ្ញុំមកធ្វើវីដេអូនេះគឺថាខ្ញុំនឹកឃើញដល់អនុស្សាវរីយ៍ដែលខ្ញុំនៅពីទូខ្ញុំដែរចាប់ខ្យងចាប់ក្តាមជាមួយឪពុកម្ដាយរបស់ខ្ញុំដែរហើយខ្ញុំមានអារម្មណ៍ថាមកសប្បាយចិត្តហើយខ្ញុំពេលដែលខ្ញុំបានចេញមកចាប់ខ្យងគ្នាគឺថាអារម្មណ៍នៃខ្ញុំទាំងប៉ុន្មាននេះខ្ញុំនិយាយបានថាគឺដែលមានខ្លះធុញថប់តបមល់អីសូវសប្បាយចិត្តសប្បាយកាយគឺថាពេលបានមកចាប់ខ្យងក៏អត់បានថាមានគ្នាទេគឺថាសប្បាយខ្លាំងមែនទែនហើយគឺយើងដើរទៅរកមើលទៀតដែលសារថាខ្យងវាទៅភ្លេងវាទិនតែចេញហើយទៅតាដើររកលេខការទៅទឹកណារៀងជួបជឹមទៅវារៀងចេញទៅហើយវាមិនសូវសម្បូរណាស់ទេប៉ុន្តែវាពេលប៉ះបនវាមកក្រុមទៀតគឺថាវារៀងច្រើនដែរហើយមើលមេឃភ្លេងមកតែប្រុយហើយភ្លេងអត់មែនភ្លេងតិចទេគឺថាភ្លេងខ្លាំងដែរខ្ញុំចេះតែបដូរដើរតាមទឹកភ្លេងទឹកអីចាប់ទៅនៅឃើញមួយខ្ញុំវាចង់លេងទឹកភ្លេងផងហើយការលេងទឹកភ្លេងរបស់យើងក៏វាសប្បាយដែរមកចាប់ខ្យងផងលេងទឹកភ្លេងផងខ្យងធំមកប្រាប់ពុកម៉ែបងប្អូនខ្យងធំហើយត្រង់នេះដែរគឺខ្ញុំថាខ្យងធំឡែតែគឺប្រពន្ធខ្ញុំគិតស្អីថាកិនតែខ្យងក៏ដែរមានណាគេវៃផងតែខ្ញុំទៅយើងវារំភើបរកអីប្រៀបធៀបបំបាននេះយើងសប្បាយខ្លាំងមែនតើហើយណាមួយខានមកអញ្ចឹងយូរហើយបងប្អូនមើលឃើញស្រាប់ហើយខ្ញុំចាប់ខ្យងនេះគឺថាយកទៅបំណងយកទៅចង់យើងអាំងជាមួយនឹងម្ទេសផងនឹងក៏ស្លប្រហើខ្យងផងមានត្រួយនោកអីផងទៅចាត្រៀមកម្រងការនេះត្រៀមទុករួចស្រេចហើយយើងចង់ធ្វើម្ហូបបានដល់ទៅ2មុខទីមួយយើងមានស្លប្រហើ